បាទសួស្តីអ្នកទាំងអស់គ្នានៅគណៈពីនេះដែរយើងចូលទៅសិក្សានៅelementary ដែលជាមេរៀនបន្តនៅមេរៀនទី5បាទអញ្ចឹងមេរៀនទី5នៅចំណុចទី1 5.7 បាទយើងនិយាយអំពី today and yesterday បាទ was were could បាទនៅចំណុចនេះដែរមុននឹងយើងបំពេញនៅចន្លោះហ្នឹងតើតើយើងសិក្សាបាទwas ហើយនឹង were វាក៏វាសិនឬក៏កាលសិនបាទអាចបំពេញនៅចន្លោះអស់នេះបានត្រឹមត្រូវល្អបាទអញ្ចឹងគេដាក់នៅចំណុចទី1នេះ text script 5.7 read and listen to the question about the present and the past complete the answer បាទអញ្ចឹងបើយើងប្រែថាម៉េចចូលអានហើយស្ដាប់នៅសំណួរបាទអំពីបច្ចុប្បន្នកាលនិងអតីតកាលហើយបំពេញនៅចម្លើយបាទបំពេញជាចម្លើយឥឡូវយើងចូលទៅសិក្សានឹង was were នេះសិនបាទ was were could នេះសិនដើម្បីបំពេញចន្លោះនឹងត្រូវបាទអូខេឥឡូវយើងចូលទៅសិក្សានៅចំណុចហ្នឹងចំណុចវិយាករណ៍ហ្នឹងបាទអូខេអញ្ចឹង grammar spot was were could បាទ how to use was were could អញ្ចឹងខ្ញុំបកស្រាយពីការប្រើប្រាស់ was were ហ្នឹងបាទចំណុចទី1 we use the word was were used to show about an action that happened in the past it passed off the to be MSR បាទចង់បង្ហាញថាពាក្យ was were គឺត្រូវបានប្រើបាទត្រូវបានប្រើបង្ហាញពីសកម្មភាពដែលបានកើតឡើងនៅក្នុងអតីតហើយវាជាអតីតនៃកិរិយាសព្ទ to be MSR បាទអូខេចំណុចនៃការប្រើប្រាស់វិញបាទមាន3ទម្រង់តាមពិតមានដល់ទៅ4ទម្រង់ប៉ុន្តែខ្ញុំបកស្រាយបាទទម្រង់ទី1ចូលគ្នាតែម្ដងគឺនាមហើយនិង adjective បាទចំណុចទី1 it used with a noun and adjective បាទform របស់វាគឺ subject plus verb plus adjective plus បាទ noun adjective plus noun adjective បាទsubject plus was were plus noun ឬក៏ adjective ជាឧទាហរណ៍បើសិនជាយើងប្រើវាយើងគិតពីចំណុចនេះបាទចំណុចហ្នឹងវាប្រើបានជាមួយនាមនិងគុណនាមបាទវាប្រើយ៉ាងម៉េចអាហ្នឹងប្រើដូចនឹង MSR ដែរវាប្រើបាទ MSR ប្រើម៉េចwas were ប្រើដូចគ្នាអញ្ចឹងបាទអញ្ចឹងឧទាហរណ៍ I was born in 1999 អញ្ចឹងខ្ញុំបានកើតនៅក្នុងឆ្នាំ1999បាទ He was 19 years ដាក់អូទីក៏បានដែរបាទគាត់បានមានអាយុបាទគាត់មានអាយុ19ឆ្នាំបាទចំណុចនេះហើយគឺប្រាប់យើងពីការប្រើប្រាស់ជាមួយនឹងនាមឬគុណនាមបាទអូខេចំណុចទី2 it used with a verb plus ing ចឹងវាប្រើជាមួយនឹងកិរិយាសព្ទដែលបន្ថែម ing ឬក៏បូកជាមួយនឹងកិរិយាសព្ទដែលបន្ថែម ing ហើយរបៀបនៃការប្រើប្រាស់ ing ខ្ញុំបានបង្ហាញរួចរាល់ហើយនៅក្នុង well តូចពីមុននោះចឹងយើងទៅមើលក្នុងថែមទៅបាទចឹង was were to be ប្រើមិន was were ប្រើអញ្ចឹងត្រង់កន្លែងហ្នឹងដែលវាប្រើជាមួយកិរិយាសព្ទបន្ថែម ing យើងប្រែថាកំពុងដល់ពេលបច្ចុប្បន្ន MSR ហ្នឹងគឺប្រែថាកំពុងដែរប៉ុន្តែកំពុងបច្ចុប្បន្នដល់ពេលនេះកំពុងអតីតform របស់វា subject plus verb plus verb plus ing plus object ជាឧទាហរណ៍ he was studying English in 1990 បាទអញ្ចឹងគាត់បានកំពុងរៀនឃើញទេប្រែថាបានកំពុងរៀនបានបើយើងដាក់បច្ចុប្បន្នវិញដាក់ he is studying English ប៉ុន្តែនេះយើងដាក់ now មកណាបាទអាហ្នឹងយើងប្រែថាកំពុងឥឡូវដល់ពេលអានេះបានកំពុងបានកំពុងប៉ុន្តែមិនមែនឥឡូវទេអញ្ចឹងបានកំពុងរៀនភាសាអង់គ្លេសនៅក្នុងឆ្នាំ1990អូខេមួយទៀត a man was marrying
while his wife was contacting other men បរិសម្នាក់គាត់បានកំពុងរៀបការកំឡុងពេលឬក៏ស្របពេលប្រពន្ធរបស់គាត់នឹងតាក់ទងទៅកាន់បរិសផ្សេងបានកន្លែងហ្នឹងណាបាទអញ្ចឹងកាលហ្នឹងគឺបង្ហាញអតីតកាលបានកំពុងបាទអញ្ចឹងវាចប់សពគ្រប់ដែរហើយនៅក្នុងអតីតវាមិនអាចតមកបច្ចុប្បន្នទេហ្នឹងអូខេអញ្ចឹងចំណុចទី3 it's used with past verb អញ្ចឹងវាប្រើត្រូវបានប្រើជាមួយនឹង verb past យើងចែកចេញជាពីរទី1 ritual ទី2 iritual បាទ ritual កិរិយាសព្ទទាំងទាត់ iritual កិរិយាសព្ទមិនទៀងទាត់អញ្ចឹង was verb ក៏ប្រើដូច to be ដែរបាទណាប៉ុន្តែកន្លែងនេះគឺវាប្រើដូច passive voice បាទប្រើជា passive voice បាទ subject plus was verb plus past verb object ណា example the English was spoken by foreigners on the world អញ្ចឹងភាសាអង់គ្លេសត្រូវបាននិយាយដោយជនជាតិជាច្រើនបាទជនជាតិបរទេសជាច្រើននៅលើពិភពលោកអញ្ចឹងកន្លែងនេះយើងមិនបាច់ដាក់បាយក៏យើងប្រែអញ្ចឹងដែរបាទតទៅទៀតmy mother was caught by police អញ្ចឹងម្ដាយរបស់ខ្ញុំត្រូវបានប៉ូលីសចាប់យើងមិនបាច់ដាក់បាយនេះក៏ប្រែថាដោយប៉ូលីសដែរបាទចាប់ដោយប៉ូលីសដែរអញ្ចឹងចប់ចំណុចនេះហើយអញ្ចឹង was verb ចប់ហើយណាអញ្ចឹងយើងចូលចំណុចមួយទៀតបាទចំណុច could នេះcould មានដល់ទៅ5ចំណុចណា5ចំណុចដែលខ្ញុំលើកមកបកស្រាយបាទចំណុចទី1គឺ past ability the past of can គេចង់ប្រាប់ថា could នឹងគឺជាអតីតរបស់ can ហើយ could នឹងវាមានសមត្ថភាពនៅក្នុងអតីតនោះបាទនេះ past ability បាទ past ability នឹងគឺសមត្ថភាពក្នុងអតីតហើយវាជាអតីតរបស់ can បាទ we could to say someone was able to do something in the past អញ្ចឹងបើយើងប្រែបាទយើងប្រើ could ដើម្បីនិយាយពីនរណាម្នាក់មានសមត្ថភាពក្នុងការធ្វើអ្វីមួយក្នុងអតីតបាទអញ្ចឹងឲ្យមានសមត្ថភាពក្នុងអតីតគឺយើងប្រើវាមកបាទ example when I was a child I could swim very fast យើងប្រើណាមុនក៏បានដែរទម្រង់ហ្នឹងដោយសារវា close មួយប្រយោគមួយបាទណាវាជាកាលអញ្ចឹងនៅពេលដែលខ្ញុំនៅក្មេងខ្ញុំចេះហាលទឹកបានបាទចេះហាលទឹកបានយ៉ាងលឿនបាទ she could play the piano when she was 6 អញ្ចឹងនៅពេលដែលនាងនៅក្មេងនាងចេះនិយាយចេះលេង piano បានស្ទាត់អាហ្នឹងចេះលេង piano បាទចេះលេង piano នៅពេលដែលនាងនៅក្មេងអញ្ចឹងយើងប្រែនៅពេលដែលនាងនៅក្មេងមុនក៏បាននាងចេះលេង piano នឹងក៏បានដែរប្រែមួយណាក៏បានដែរបាទអូខេចំណុចទី2 polite request or offer បាទអញ្ចឹងចំណុចទី2នេះគឺការផ្ដល់ជូនបែបគួរសមឬក៏ការស្នើសុំបែបគួរសមបាទអញ្ចឹងនិយមន័យរបស់វាគឺ we use could to shout more polite than can បាទន័យថាយើងប្រើ could និយាយពីយើងប្រើ could គឺគួរសមជាង can និយាយខ្លីចេះមកស្រួលជាងបាទអញ្ចឹងយើងប្រើ could ដើម្បីនិយាយពាក្យគួរសមជាង can បាទអូខេអញ្ចឹងកាលណាចង់បានគួរសមជាង can យើងប្រើ could មក example could you help me please បាទ could you help me please តើលោកអាចជួយខ្ញុំបានទេ could I borrow your pen តើខ្ញុំអាចខ្ចីប៊ិចរបស់អ្នកបានទេបាទទម្រង់របស់វាគឺយើងលើកមកបាទcould plus subject plus verb អញ្ចឹងមកណាបាទដល់ពេលទម្រង់ស្របហ្នឹងក៏ដូចគ្នាដែរវាគាត់ទៅលើក could ដាក់បន្ទាប់ពី subject មកបាទប្រើទៅធម្មតាអូខេចំណុចឧទាហរណ៍ទី3បាទ you could try restarting បាទ restarting your computer suggestion គេដាក់ក្នុងវងកញ្ចក់ហ្នឹងគឺចង់បង្ហាញប្រាប់យើងពីការផ្ដល់យោបល់ចំណុចទី3 possible អ្វីដែលអាចទៅរួច could mean something is possible but not certain បាទយើងពាក្យ could ហ្នឹងមានន័យថា
រាល់អ្វីៗគឺអាចទៅរួចប៉ុន្តែវាមិនជាក់លាក់ទេបាទវាមិនពិតប្រាកដទេឧទាហរណ៍បាទ example I could rain សំទោសបាទ it could rain later បាទ it could rain later វាអាចភ្លៀងធ្លាក់នៅពេលក្រោយបាទមួយទៀត this moving could be interesting ភាពយន្តនេះគួរឲ្យចាប់អារម្មណ៍បាទភាពយន្តនេះគួរឲ្យចាប់អារម្មណ៍example មួយទៀត she could be at school now maybe she is អញ្ចឹងនាងអាចទៅសាលាពេលឥឡូវហ្នឹងបាទនាងអាចទៅសាលាពេលឥឡូវនាងប្រហែលជាទៅកន្លែងហ្នឹងណា maybe she is ហ្នឹងណាអញ្ចឹងកន្លែងនេះគេចង់ប្រាប់យើងថាឧទាហរណ៍ទាំងអស់ហ្នឹងចង់ប្រាប់យើងបញ្ជាក់ប្រាប់យើងថាពាក្យ could នេះគឺមានន័យថារាល់អ្វីៗគឺបាទរាល់អ្វីៗវាអាចកើតឡើងបាទរាល់អ្វីៗមានន័យថារាល់អ្វីៗហ្នឹងគឺវាអាចកើតឡើងហើយប៉ុន្តែវាមិនជាក់លាក់ទេបាទconditional situation បាទអញ្ចឹងស្ថានភាពលក្ខខណ្ឌបាទស្ថានភាពលក្ខខណ្ឌណាបាទចំណុចទី4 we use could to talk about what would be possible if something were true យើងប្រើ could ដើម្បីនិយាយអំពីអ្វីដែលអាចទៅរួចប្រសិនបើរឿងរ៉ាវនឹងវាពិតបាទរឿងរ៉ាវនឹងពិតគឺវាអាចទៅរួច example if I had more money I could travel around the world ប្រសិនបើខ្ញុំមានលុយច្រើនខ្ញុំនឹងដើរជុំវិញពិភពលោកបាទនឹងបើសិនជាវាជារឿងនឹងវាអាចទៅរួចគឺវាជារឿងពិតតែបើវាមិនអាចទៅរួចទេវាមិនមែនជារឿងពិតទេចុះបើសិនយើងមានលុយអាហ្នឹងយើងដើរជុំវិញពិភពលោកបើអត់មិនដើរបានអញ្ចឹងមិនមែនជារឿងពិតនៅពេលដែលវាអត់ Okay if you studied harder if you study harder you could pass the exam ប្រសិនបើអ្នកខំរៀនអ្នកអាចប្រឡងជាប់អញ្ចឹងឲ្យយើងប្រឡងជាប់ស្ថានភាពនឹងដែលវាអាចទៅរួចតលតែយើងខំរៀនបាទចំណុចទី5 suggestion ការផ្ដល់យោបល់បាទការផ្ដល់យោបល់អញ្ចឹងយមន័យទី5 we use could to give gentle advice យើងប្រើ could បាទ could ប្រើបាទសុំផ្ដល់ដំបូន្មានផ្ដល់ឲ្យដំបូន្មានណា example you could call her and say sorry អ្នកអាចហៅទៅនាងបាទអ្នកហៅទៅនាងទៅហើយអ្នកនិយាយថាសុំទោសនាងទៅអាហ្នឹងគឺផ្ដល់យោបល់ឲ្យយើងណាបាទមួយទៀត we could go to the beach the weekend បាទអញ្ចឹងយើងអាចទៅឆ្នេរនៅចុងសប្តាហ៍នេះអញ្ចឹងចង់និយាយថាអានឹងជាលក្ខណៈសុំផ្ដល់យោបល់បាទតែយើងអាចទៅឆ្នេរនៅសប្តាហ៍នេះបាទអូខេអញ្ចឹងអស់ហើយនៅក្នុងចំណុច5ចំណុចនេះហើយនឹង was were វារៀងច្រើនដែរបាទអញ្ចឹងយើងនឹងជួបគ្នានៅคลิปក្រោយបន្តទៀតបាទ